រឿងសត្វថ្មាត់កាលពីព្រេងនាយមានថ្មាត់មួយគ្រួសាររស់នៅលើភ្នំថ្មាត់ម្ដាយនិងឪពុកចាស់ជរាពុំអាចហើរបានឡើយថ្មាត់កូនតែងហើរទៅរកចំណីថ្ងៃមួយកូនថ្មាត់ហើររកចំណីក៏បានជាប់អន្ទាក់ព្រានបំរុងនឹងសម្លាប់តែកូនថ្មាត់អង្វរអោបងព្រានសូមបងកុំសម្លាប់ខ្ញុំអីបើបងសម្លាប់ខ្ញុំដូចសម្លាប់ម្ដាយឪពុកខ្ញុំដែរព្រោះគាត់រស់នៅដោយសារខ្ញុំជាអ្នករកស៊ីចិញ្ចឹមសម្ដីនេះធ្វើឲ្យព្រានពិចារណាអោខ្ញុំអើយខ្ញុំរកស៊ីសប្ថ្ងៃពុំដែលបានជួយម្ដាយឪពុកជរារបស់ខ្ញុំសោះព្រានគិតហើយក៏លែងថ្មាត់ទៅវិញរួចតាំងចិត្តចិញ្ចឹមម្ដាយឪពុកដូចសត្វថ្មាត់ដែរ